នេះជីវិតនិស្សិតនៅភ្នំពេញអូជីវិតឃើញអាគេខ្ពស់ខ្ពស់គិតថាលយតែជីវិតបាយកកហ្នឹងសង្ហៃអ្នកដែលទស្សនាវីដេអូខ្ញុំសូមទៅជួយ follow ម្នាក់មួយផងដោយសារតែអ្នកដែលមើលវីដេអូមួយនេះភាគច្រើនគឺសិតតែអ្នកអត់បាន follow អ្នកដែលបាន follow គឺតិចមែនតើអញ្ចឹងកុំភ្លេចទៅជួយ follow ម្នាក់មួយផងអរគុណប្រហែលអ្នកដែលកំពុងតែពាក់អាវពណ៌ទឹកក្រូចនេះគឺបងប្អូនរបស់ខ្ញុំហើយគាត់និស្សិតនៅភ្នំពេញឥឡូវហ្នឹងជិតចប់ឆ្នាំទី1ហើយការរៀនសូត្រអីយ៉ាងណាក៏មិនសូវបានដឹងអីដែរប៉ុន្តែគ្រាន់ណាជីវិតនិស្សិតនៅភ្នំពេញគឺអញ្ចឹងឯងចេញពីជនបទចេញពីស្រុកស្រែយើងទៅហ្នឹងគឺព្រលឹមឡើងរៀបខ្លួនហើយមិនដឹងថានិស្សិតផ្សេងទៀតរស់នៅបែបគ្រាន់បើជាងនេះពិបាកជាងនេះឬក៏មានឪពុកម្ដាយឬក៏មានបងប្អូនសាច់ញាតិរស់នៅល្អជាងនេះក៏មិនដឹងដែរប៉ុន្តែនេះគឺជានិស្សិតនៅភ្នំពេញបងអូនខ្ញុំពីរនាក់ហ្នឹងហើយរៀនហើយម្នាក់ទៀតហ្នឹងគឺធ្វើការអញ្ចឹងគឺព្រលឹមឡើងគឺមានអ្នកធ្វើម្ហូបមានអ្នកដាំបាយមានអ្នកលាងចានមានអ្នកផ្សំគ្រឿងម្ហូបតែអត់ធ្វើម្ហូបទេប៉ុន្តែផ្សំគ្រឿងអញ្ចឹងគឺក្នុងបន្ទប់ហ្នឹងគឺនៅ3អ្នកហ្នឹងឯងអញ្ចឹងនេះជីវិតនិស្សិតនៅភ្នំពេញមិនដឹងថានិស្សិតផ្សេងទៀតរស់នៅបែបអញ្ចឹងស្រួលជាងហ្នឹងនៅខុនដូអីមិនដឹងទេប៉ុន្តែនេះគឺបន្ទប់ជួលគឺបងអូនខ្ញុំនៅភ្នំពេញហ្នឹងគឺបន្ទប់ជួល3អ្នកហ្នឹងឯងហើយការរៀនសូត្រក៏មិនដឹងថារៀនបានល្អប៉ុណ្ណាក៏មិនដឹងដែរប៉ុន្តែឲ្យតែបងអូនបានទៅរៀនទៅគឺល្អហើយរៀនបកែមិនបកែអាហ្នឹងទឹកម្ដងសំខាន់យើងតស៊ូទៅរៀនឲ្យតែបានទៅរៀនហ្នឹងគឺគ្រាន់បើហើយបើមហូបមហាវិញគឺយកពីផ្ទះទៅដោយសារតែយើងពីស្រុកស្រែទៅពិបាកមិនមានលុយអីច្រើនដូចគេប៉ុន្តែជីវិតមួយវាគ្រាន់បើដែរឲ្យយើងបានរៀនទៅអញ្ចឹងមកផ្ទះម្ដងអត់ហ៊ានចំណាយលុយច្រើនទេពីមួយខែអី2ខែបានមកផ្ទះម្ដងដោយសារបើយើងមកម្ដងគឺចំណាយលុយច្រើនអញ្ចឹងមើលតែរៀងស្បាយអង្គស្បាយទឹកត្រីស្បាយប៊ីចេងស្បាយពងទាហ្នឹងគឺមកលេងស្រុកហើយមកលេងស្រុកហ្នឹងយកអង្គទៅខ្លះមានអង្គយកអង្គទៅមានពងទាយកពងទាហើយពងទាធម្មជាតិមានស្អំមានស្វាយមានអីចឹងទៅដោយសារតែយើងអត់ចង់ចំណាយនៅនោះទេដូចយើងដឹងស្រាប់ហើយជីវិតអ្នកនៅភ្នំពេញគឺចំណាយថ្លៃណាស់ទឹកភ្លើងផ្ទះអញ្ចឹងបងអូនខ្ញុំនេះគឺមកនេះដោយសារតែមានអង្គបើសិនជាទិញអង្គគេហូបទៀតមិនដឹងថាត្រូវអស់ប៉ុណ្ណាប៉ុន្តែជីវិតបងខ្ញុំមើលទៅរៀងខ្ញុំនិយាយនេះអាចបែបថាមើលទៅរៀងកំសត់ប៉ុន្តែអាចថាមានអ្នកកំសត់ជាងនឹងទៀតមិនមែនតែបងខ្ញុំទេមើលទៅប៉ុណ្ណឹងគឺកំសត់ប៉ុន្តែមានអ្នកផ្សេងកំសត់ជាងខ្ញុំទៀតបងខ្ញុំមានតែម៉ូតូជិះទៅពេញមានម៉ូតូជិះទៅរៀនប៉ុន្តែបងប្អូនខ្លះទៀតជិះកង់ផងអ្នកខ្លះដើរទៀតមិនបានមានកង់ជិះមានអីទៀតអញ្ចឹងប៉ុន្តែសម័យនេះយ៉ាងហោចណាស់ក៏ត្រឹមកង់ដែរមិនដល់ថ្នាក់ដើរទេណាមិនដល់ថ្នាក់ដើរទេមិនណាក៏មានកង់ជិះដែរប៉ុន្តែយ៉ាងណាមិញក៏សរសើរបងអូនដែរដែលបានទៅរៀនទៅអីហើយអាថ្ងៃហ្នឹងហើយដែលខ្ញុំទៅដេកអត់បានញ៉ាំតារ៉េននឹកសំណោះថ្ងៃហ្នឹងថ្ងៃយប់ហ្នឹងខំរៀបរយញ៉ាំតារ៉េនហើយទៅក៏អត់មានតារ៉េនទេគឺមានដែរតារ៉េនយកទៅឲ្យបងអូនដោយសារខ្លួនឯងញ៉ាំអត់កើតពេលហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាទេកុំភ្លេចទៅជួយ like share follow ម្នាក់មួយផង